ព្រះអង្គម្ចាស់ក្សត្រីនរោត្តមវិជ្ជរាដែលជាព្រះអនុត្រីម្ដាយទីតីជាមួយនឹងព្រះមហាវីរក្សត្រនរោត្តមសីហនុបានសោយទីវង្គតនៅក្នុងប្រទេសបារាំងកាលពីថ្ងៃអាទិត្យសប្តាហ៍មុនព្រះអង្គម្ចាស់បានលាចាកលោកនេះក៏បាត់ក៏ពិតមែនក៏ប៉ុន្តែព្រះអង្គបានបន្សល់ទុកស្នាដៃជាច្រើនដែលព្រះអង្គបានបង្កើតឡើងនៅក្នុងអំឡុងពេលដែលនៅមានព្រះជន្មដោយមិនរាប់ពីសកម្មភាពនយោបាយរបស់ព្រះអង្គនៅក្នុងប្រទេសកម្ពុជាសម្ដេចនរោត្តមវិជ្ជរាគឺជាស្ថាបនិកមួយអង្គដែលបានបង្កើតសាលាបង្រៀនរបាំបុរាណខ្មែរនៅក្នុងប្រទេសបារាំងសាលា BCK ត្រូវបានបង្កើតឡើងនៅក្នុងគោលដៅក្នុងគោលគំនិតតស៊ូមតិដើម្បីថែរក្សាឲ្យការរស់រាននៃវប្បធម៌ខ្មែរពលគឺក្នុងពេលដែលកម្ពុជាត្រូវបំផ្លិចបំផ្លាញដោយពួកខ្មែរក្រហមនិងវត្តមានរបស់កងទ័ពបរទេសនៅកម្ពុជាក្នុងអតីតកាលយើងស្ដាប់ទស្សនាវដ្តីនេះរបស់ឈៀងបុផានៅប្រទេសបារាំងបើសិនជាគេចង់ចេះរៀនរាំរបាំបុរាណខ្មែរគេពិតជាមិនសូវមានការលំបាកនៅក្នុងការរកកន្លែងដើម្បីចុះឈ្មោះរៀនទេប្រជាជនខ្មែររស់នៅឆ្ងាយស្រុកគឺមានទឹកចិត្តខ្លាំងណាស់ដើម្បីចង់ចេះចង់ដឹងឬក៏ចង់ថែរក្សានៅអ្វីដែលជាសម្បត្តិវប្បធម៌របស់ប្រទេសជាតិកំណើតរបស់ខ្លួននៅសប្តាហ៍នេះនាងខ្ញុំសូមលើកយកករណីអ្នកស្នេហាសិល្បៈរបស់សាលារៀន BCK ភាសាខ្មែរហៅថារបាំបុរាណខ្មែរព្រះអង្គម្ចាស់ក្សត្រីនរោត្តមវិជ្ជរាគឺជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតសាលារៀនមួយនេះនៅឆ្នាំ1976នៅក្នុងប្រទេសបារាំងពលគឺបន្ទាប់ពីទីក្រុងភ្នំពេញបានធ្លាក់ទៅក្នុងដៃរបស់ពួកខ្មែរក្រហមលោកស្រីតាន់តាសេរេណាអ្នកទទួលខុសត្រូវរដ្ឋបាលរបស់សាលារៀន BCK រំលឹកពីមូលហេតុដែលជំរុញឲ្យខ្សែរាជវង្សបង្កើតសាលារៀនរាំរបាំបុរាណនេះឆ្នាំ1976ទៅឃើញដូចថារបាំបុរាណហ្នឹងខ្លាចបាត់អស់លីងមកពីជំនាន់ប៉ុលពតហ្នឹងឃើញអស់មានអីណាអស់មានរបាំអស់មានអីហើយអត់ចាស់ថាអញ្ចឹងយើងបង្កើតសាលាមួយណាសាលាហ្នឹងយកមកការពាររបាំយើងហ្នឹងកុំឲ្យគេភ្លេចបាឡេហ្នឹងគាត់បង្កើតរបាំឡើងវិញហើយយើងរាំគ្រប់កន្លែងរាំនៅប៉ារីរាំនៅខេត្តរាំនៅអាល្លឺម៉ាញរាំដល់អាហ្វ្រិកដល់កូតឌីវ៉ាដល់អាប៊ីយ៉ង់អីមួយឆ្នាំយើងរាំប្រហែលជា20ដងអីហ្នឹងតើដល់ណាកន្លែងណាមានខ្មែរយើងរាំឲ្យគេមើលដើម្បីកុំឲ្យពួកខ្មែរភ្លេចថាហ្នឹងគឺជាសិល្បៈយើងកុំឲ្យភ្លេចអាសិល្បៈយើងកុំឲ្យយើងភ្លេចថាយើងមកដល់ស្រុកប្រាំងហើយយើងវិធានាពីយើងវិធានាយើងបាត់ស្រុកបាត់ឪពុកម្ដាយអីប៉ុន្តែយើងនៅសិល្បៈយើងអាហ្នឹងគឺជាសំខាន់ណាកុំឲ្យយើងបារាំងគេថា désespéré អស់សង្ឃឹមនៅស្រុកបារាំងគេទទួលយើងប៉ុន្តែយើងកុំបាត់សង្ឃឹមលោកវឿនអមរិតគ្រូបង្រៀនម្នាក់របស់សាលា BCK ដែលកាលពីឆ្នាំ1976នៅជានិស្សិតផ្នែកគណនេយ្យនៅឡើយនៅប្រទេសបារាំងនោះបានសម្រេចចិត្តចូលរួមជាមួយនឹងខ្សែរាជវង្សដើម្បីពង្រឹងរបាំបុរាណខ្មែរនៅប្រទេសបារាំងសម្រាប់លោកអមរិតការបង្កើតនិងថែរក្សារបាំបុរាណខ្មែរនៅបរទេសក្នុងកលៈទេសៈដែលប្រទេសកំណើតធ្លាក់ទៅក្នុងភ្លើងសង្គ្រាមនោះគឺចាត់ទុកជាការតស៊ូផ្នែកវប្បធម៌ពីដើមយើងអត់មានស្រុកកាលយើងធ្វើលើកមុនយើងអត់មានស្រុកយើងតំណាងស្រុកខ្មែរនៅបរទេសនៅស្រុកប្រាំងនេះដល់ពេលរួចហើយយើងចេះតែធ្វើដើម្បីយើងទៀមទាយកស្រុកមកវិញដូចយើងធ្វើ resistance ចឹងទៀមទាស្រុកដូចថាយើងរំផងយើងធ្វើ publicity ស្រុកខាង cultural ផង plusយើងប្រកាសដើម្បីឲ្យមានមុខណាដើម្បីឲ្យមានមុខគឺទទួលស្គាល់ស្រុកយើងថាយើងមានឈ្មោះកម្ពុជាដដែលឃើញទេយើងអត់មានធ្វើនយោបាយប៉ុន្តែគាត់យើងធ្វើជា cultural ឲ្យគេស្គាល់យើងឡើងវិញព្រោះយើងតែមួយជំនាន់ហ្នឹងយើងបាត់ស្រុកអស់យើងបាត់វប្បធម៌អស់ពេលអាពតវាសម្រាប់យើងអស់ពេលនេះវាបាត់សូនឈឹងអស់ហើយអត់មានអីសោះបានពួកយើងចាប់ធ្វើឡើងវិញយើងហ្នឹងនៅឆ្នាំដំបូងដែលសាលារៀន BCK ត្រូវបានបង្កើតឡើងគ្រូបង្រៀនរបាំសុទ្ធសឹងតែជាអ្នកដែលធ្លាប់ធ្វើការនៅព្រះរាជវាំងហើយនៅក្នុងនោះក៏មានព្រះមេដារបស់ព្រះអង្គម្ចាស់នរោត្តមវិជ្ជរាផងដែរប៉ុន្តែជាមួយនឹងធនធានមនុស្សដទៃទូចហើយនឹងសម្ភារៈមានកំណត់នោះសាលារៀន BCK បានងើបឈរឡើងយ៉ាងត្រដាប់ត្រដួសដើម្បីដាំគ្រឹះវប្បធម៌ខ្មែរនៅប្រទេសបារាំងពិបាកណាស់ពីព្រោះយើងអត់មានគ្រឿងយើងអត់មានភ្លេងហើយយើងទៅប្រម៉ូទយើងធ្វើគ្រឿងឡើងវិញទាំងអស់យើងទៅទិញកណាត់យើងយកមកប៉ាក់ម្នាក់នេះយប់ជុំនោះប៉ាក់គ្រឿងអីក្មេងចាស់ក៏យើងប៉ាក់គ្រឿងយើងធ្វើមកកត់វិញយកกระดาษយកមកធ្វើយកមកជ្រលក់ទឹកហើយយើងយកមកធ្វើមកកត់វិញហើយអ្នកធ្វើនោះគឺជាអ្នកចេះធ្វើពីស្រុកខ្មែរហ្មងគេរត់ជាមួយពួកអ្នករាំបាឡេហ្នឹងគេរត់តាមកប៉ាល់ហោះតាមអីទៅណា
សាលារៀនរបាំបុរាណខ្មែរ BCK មានវត្តមាននៅក្នុងប្រទេសបារាំងរយៈពេល13ឆ្នាំគឺត្រូវបិទទ្វារទៅវិញនៅឆ្នាំ1989បន្ទាប់ពីពេលដែលប្រជាជនខ្មែរនៅបរទេសនោះអាចវិលត្រឡប់ទៅចូលស្រុកវិញបានតាមលោកស្រីសេរីណានៅឆ្នាំ1989សាលារៀន BCK ហាក់យល់ថាបានបញ្ចប់បេសកកម្មរបស់ខ្លួននៅក្នុងការថែរក្សាវប្បធម៌ខ្មែរនៅពេលដែលសកម្មភាពហាត់រាំរបាំបុរាណប្រជាធិបតេយ្យនោះបានចាប់ផ្ដើមមានឡើងវិញនៅក្នុងប្រទេសកម្ពុជាគឺបន្ទាប់ពីកងទ័ពវៀតណាមបានដកអស់ចេញពីកម្ពុជាក៏ប៉ុន្តែយ៉ាងណាក៏ដោយសាលារៀន BCK នេះបានចាប់ផ្ដើមបើកទ្វារឡើងវិញនៅឆ្នាំ2006បន្ទាប់ពីមានសំណូមពររបស់ឪពុកម្ដាយខ្មែរមួយចំនួនដែលចង់ឲ្យកូនៗរបស់ពួកគេចេះរៀនរាំរបាំបុរាណខ្មែរគេចង់ឲ្យកូនគេរាំគណៈឲ្យកូនគេរៀនរបាំហ្នឹងហើយកូនហ្នឹងគេទៅសាលាមួយទៀតប៉ុន្តែគេមិនសូវទុកចិត្តមិនសូវសប្បាយចិត្តមកពីអត់មានសាលាផ្សេងហ្នឹងគេអត់មានជាតិខ្មែរមែនតើណាណាមកពីសាលានេះគឺជានិយាយខ្មែររហូតណាអ្នកគ្រូស្មាយគាត់និយាយខ្មែររហូតណាអត់ចេះខ្មែរគាត់អត់រវល់ទេគាត់ថាមកដល់យូស្ដាប់បាននៅឆ្នាំ2006សាលារៀន BCK បានបើកទ្វារឡើងវិញមែនក៏ប៉ុន្តែលើកនេះជាមួយនឹងគោលដៅខុសពីមុនរបាំបុរាណលែងជាអាវុធដែលគេយកទៅប្រើដើម្បីតស៊ូទាមទារឯករាជ្យពីបរទេសទៀតហើយបច្ចុប្បន្ននេះការបន្តបង្ហាត់បង្រៀនសិស្សគឺធ្វើឡើងដើម្បីផ្ដល់ចំណេះដឹងដល់កូនខ្មែរនៅបរទេសនោះឲ្យពួកគេស្គាល់ពីវប្បធម៌របស់ឪពុកម្ដាយឬក៏ជីដូនជីតារបស់ពួកគេនៅក្នុងស្មារតីនេះកូនសិស្សដែលចង់ចូលរៀននៅសាលារៀន BCK នោះគ្រាន់តែបង់ថ្លៃសម្រាប់ជាវិភាគទានប៉ុណ្ណោះក៏ប៉ុន្តែមិនមែនជាការបង់ថ្លៃខ្ពស់នោះទេដើមចំដែលញ៉ាឲ្យចេះជាខ្មែរផងកុំឲ្យវាកុំប្រាំងឲ្យវាចេះព្រោះវាប្រាំងនេះវាប្រាំងវាចេះហើយអាត្រង់ហ្នឹងដែលយើងត្រូវធ្វើយ៉ាងម៉េចឲ្យវាចេះប្រាំងឲ្យវាចេះខ្មែរមកវិញត្រូវយើងបង្ហាត់ជាខ្មែរអូនយើងទៅនិយាយជាប្រាំងណាតែសារដែលខ្ញុំចង់ឲ្យវាធម្មតាវានិយាយប្រាំងរាល់ថ្ងៃឯងគេនិយាយពួកនឹងគេនិយាយម្ល៉េះហើយឲ្យមកក្នុងនេះត្រូវឲ្យវាចេះនិយាយខ្មែរឲ្យវាចេះស្ដាប់ខ្មែរអង្គតែខ្មែរជាងប្រាំងដែលយើងនិយាយណាយើងឲ្យវាស្ដាប់ឲ្យវាចេះប្រាំងឲ្យចេះខ្មែរច្រើនជាងនិយាយជាខ្មែរច្រើនជាងឲ្យវាស្ដាប់យល់ឥឡូវពួកនឹងខ្លះស្ដាប់យល់ខ្លះបានច្រើនពីរឿងនឹងពីរឿងនឹងកូនអត់ចេះនិយាយប្រាំងសោះឥឡូវនេះនិយាយខ្មែរសោះឥឡូវនេះចេះស្ដាប់ខ្មែរបានអ៊ំមុំវាស្ដាប់ខ្មែរបានប៉ុន្តែថាវាចេះមិនចេះនិយាយក៏ថ្ងៃណាមកគង់ខ្ញុំថាថ្ងៃណាមកគង់វាចេះនិយាយដែរសាលារៀន BCK មានលក្ខណៈព្រឹត្តព្រៀងខ្លាំងណាស់នៅក្នុងការបង្ហាត់បង្រៀនសិស្សបើទោះបីជាកូនខ្មែរកូនកាត់បារាំងឬក៏កូនបារាំងសុទ្ធតែម្ដងអាចដាក់ពាក្យសុំរៀនដោយមិនចាំបាច់មានគុណសម្បត្តិល្អឥតខ្ចោះនោះសាលារៀន BCK ដែលមានប្រកាន់ពាក្យថែរក្សាគោរពខ្ជាប់ខ្ជួនវប្បធម៌ប្រពៃណីខ្មែរនោះបានទាមទារឲ្យសិស្សម្នាក់ៗដែលរៀនរាំនៅសាលារៀននោះគោរពតម្លៃនៃរបាំបុរាណខ្មែរកូនសិស្សនៅនេះគេរៀនបានច្រើនចង់ឡើងឆាកគ្រប់កន្លែងពីព្រោះចង់បង្ហាញឲ្យគេថាខ្ញុំចេះរាំហើយមីងខាត់ថាគុំទៅរាំនៅហាងបាយអីពីព្រោះថោកទាបហើយពីព្រោះយើងសំពះយើងត្រូវនៅលើមានឆាកមួយយើងសំពះកុំឲ្យយើងនៅក្រោមយើងសំពះជើងគេមនុស្សគឺជាមនុស្សយើងរាំឲ្យមហាស្ត្រីយើងមិនរាំឲ្យមនុស្សទេរបាំហ្នឹងគឺជារបាំសាខេថ្វាយទេវតាគេមកមើលយើងថ្វាយទេវតាពីព្រោះរបាំយើងគឺជាបួងសួងទាំងអស់គឺជារបាំបួងសួងឥឡូវហ្នឹងបើសិនជាយើងឡើងឆាកអ្នកមកមើលយើងគឺជាគេចង់មកមើលយើងហ្មងយើងកុំធ្វើដូចថាគេអង្គុយញ៉ាំបាយអីយើងមករាំឲ្យគេសប្បាយចិត្តគេមើលយើងអញ្ចឹងដូចរបស់ថោកទាបបើសិនជាគេចង់មើលរបាំយើងគេទិញសបត់ណាគេទៅចូលនៅក្នុងកន្លែងមួយគេមើលយើងហ្មងគាត់ដូចគេមកមើលយើងមិនមែនថាយើងទៅលក់ឲ្យគេទេគាត់ណារបៀបបង្រៀនទៀតសោតគឺចិត្តចង់មិនចាញ់ពីការបង្រៀននៅស្រុកខ្មែរទេនេះគឺជាការបញ្ជាក់របស់លោកស្រីសេរីណាគ្រូយើងមកពីបាឡេរ៉ូយ៉ាល់អត់មានខុសអីគ្រាន់តែយើងនៅស្រុកបារាំងហ្នឹងយើងរាំតែមួយទឹកម្ដងគាត់ណាយើងហាត់មួយទឹកម្ដងគឺជាម៉ោង2ដល់ម៉ោង6កន្លះណាហើយយើងហាត់ទៅយើងអត់ឈប់ទេហាត់រហូតហើយក្មេងៗហ្នឹងចេញពីហ្នឹងនៅផ្ទះគេហាត់ទៀតណាមានខ្លះ
ថតយកកាមេរ៉ាយកអីមកថតទៅហើយគេហាត់តនៅផ្ទះតើកូនខ្មែរដែលចូលរៀនរាប់មានចំណាប់អារម្មណ៍យ៉ាងម៉េចបានជាពួកគេបានសម្រេចចិត្តមកចូលរៀនរាប់នៅសាលា BCK នោះហើយតើគ្រូបង្រៀនមានការលំបាកយ៉ាងម៉េចនៅក្នុងការបង្ហាត់បង្រៀនសិស្សនាងខ្ញុំនឹងរៀបរាប់បន្តពីរឿងនេះនៅសប្តាហ៍ក្រោយ